រដ្ឋបាលស្រុកត្រាំកក់បើកកិច្ចប្រជុំបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង2គីឡូម៉ែត្រក្នុងឃុំត្រាំកក់ថ្ងៃទី2ខែកុម្ភៈឆ្នាំ2026លោកកេតម៉ៅអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន1ខ្សែស្ថិតក្នុងមូលដ្ឋានឃុំត្រាំកក់កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកទូចចន្ទធីអភិបាលរងស្រុកក្រុមបច្ចេកទេសអាជ្ញាធរឃុំមេឃុំនិងតំណាងក្រុមហ៊ុនទទួលការសាងសង់ផងដែរផ្លូវបេតុងអាមេមានប្រវែងសរុប2025ម៉ែត្រឆ្លងកាត់ភូមិចំនួន2ភូមិជ្រៃថ្នោតនិងភូមិថ្មកែវគម្រោងថវិកាមូលនិធិឃុំត្រាំកក់ឆ្នាំ2025ក្នុងឱកាសនោះលោកអភិបាលស្រុកបានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើគុណភាពនិងបទដ្ឋានបច្ចេកទេសជាចម្បងដើម្បីធានាឲ្យបានសមិទ្ធផលថ្មីនេះអាចប្រើប្រាស់បានយូរអង្វែងបម្រើដល់ផលប្រយោជន៍និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានងាយស្រួលលោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅសងខាងផ្លូវមេត្តាផ្ដល់កិច្ចសហការនិងយោគយល់អធ្យាស្រ័យចំពោះការរំខានផ្សេងៗក្នុងអំឡុងពេលដំណើរការសាងសង់នេះការស្ថាបនាផ្លូវបេតុងថ្មីនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់មូលដ្ឋានក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសម្រួលដល់ការដឹកជញ្ជូនកសិផលនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។